ពុកមិនអាយគាត់សម្រាប់ចិត្តតែកាត់ការគាត់ចោលដែរបាទពេលសេងថងវាយរបស់ឆៅខ្សែក្បាត់ហើយឪពុកគាត់មកវាយគាត់ដល់ក្លឹបមកវាយដល់ក្លឹបខ្ញុំទាំងតែខ្ញុំអត់នៅគាត់វាយកូនគាត់ប៉ុន្តែកូនគាត់សិស្សរបស់ខ្ញុំគាត់ត្រូវទុកកិច្ចយូរឲ្យខ្ញុំតែគាត់អត់ទេគាត់វាយយកខ្ញុំត្រឡប់មកវិញហើយលុយដែលគាត់លុយដែលសេងថងទៅពាក់គេនឹងប្រហែលខ្ញុំចេញជំនួសរាប់ពាន់ច្រើនហើយគាត់ថាចាប់ថ្ងៃទៅអញកាត់ការឡើងចោលកុំខំតែមួយឆាវអ្នកថ្មីមកក្រោយគឺនៅតែទទួលបាទនៅទទួលបាទសំខាន់ឲ្យតែច្បាស់លាស់ចាំមកបាទបើអត់មកច្បាស់លាស់ទេគុំសង្ឃឹមបានអតញ្ញាណបានគុំសង្ឃឹមបានទៅគ្រួសារវិញបាទនៅក្លឹបធំអត់ឲ្យទេដាច់ខាតគឺមិនឲ្យតែម្ដងបាទពូចំណាយពេលទាំងហត់មាត់ទាំងវឹកបាទទាំងអីផ្សេងគឺចំណាយពេលច្រើនបាទច្រើនអញ្ចឹងអត់ឲ្យវិញទេគុំបាច់មកទេនាំខាតទេពេលមកគាត់មានទៀមទាអីច្រើនមានទៀមទាដែរបាទមកខ្លះអត់លុយខ្លះឲ្យលុយជីឲ្យលុយអ្នកជូនមកជីចាក់សាំងទៅវិញធ្វើស្រួយទៅវិញទៀតនោះបាទបងថ្ងៃមុនរីគីសេងថងគាត់ប្រកួតបាទហើយពេលថ្លឹងគីឡូអត់ធ្វើតាមឲ្យដែលយើងចង់បានការកំណត់អញ្ចឹងបាទពេលនោះគឺដូចជាបងអត់ប្រកួតតែចុងក្រោយនៅតែព្រមទី1យើងនិយាយគ្នាហើយឯហ្នឹងយើងនិយាយនេះបែបមកចត់ទៀតតែដល់ពេលមកគាត់បើគាត់ធ្វើក៏អត់អីដែរថ្ងៃនោះ3ខាំហ្នឹងបើគាត់ពាក់អាវហើយគាត់ដើរទៅក្រៅមកវិញទោះជាគាត់លើសគីឡូក៏វាយដែរក៏អូខេដែរតែក៏អត់ហ្មងហើយគាត់នៅដើរព្រិលទេគាត់ណាកាមេរ៉ាយើងចាប់ផ្ដើមដើរទៅគាត់ធ្វើទុនបាទអញ្ចឹងខ្ញុំអត់ឲ្យវាយទៅប៉ុន្តែយប់ឡើងមានការសម្របសម្រួលពីបងធំនេះយើងក៏អូខេបាទចុងក្រោយក៏សេងថងធ្វើបានដែរអារឿងធ្វើបានអានោះវាជាការខំប្រឹងរបស់គាត់ហើយបាទជាការខំប្រឹងរបស់ក្លឹបរបស់គាត់ហើយហ្នឹងបានទៅធ្វើបានមិនមែនចេះតែនៅសុកគាត់ធ្វើបានទេបាទហ្នឹងហើយអញ្ចឹងគឺមូលហេតុអត់ព្រមហ្នឹងដោយសារតែនិយាយគ្នាច្បាស់លាស់បាទនិយាយគ្នាច្បាស់លាស់ហើយមួយទៀតគឺយើងប្រកួតមិត្តភាពដែរពេលហ្នឹងមិត្តភាពដែរបើខ្សែក្រវ៉ាត់ឬក៏ពៀនក៏យើងអត់ដែរបាទនិយាយទៅគេមកហើយមិនចង់ឲ្យគេទៅវិញដៃបាទក៏មិនចង់ដែរបាទក៏មិនចង់ដែរយើងធម្មតាការប្រកួតកម្មវិធីមួយយើងណាត់នេះច្បាស់លាស់ហើយមិនមែនថាយើងមិនធ្លាប់លើសគេទេយើងក៏ធ្លាប់លើសដែរបាទប៉ុន្តែយើងធ្វើអស់លទ្ធភាពបើតែថ្ងៃមុនក៏គាត់នៅកម្លាំងភិលហ្នឹងហើយអ្វីដែលយើងចង់ខ្ញុំបាននិយាយមួយបងប្អូនយើងថាឲ្យតែគាត់ពាក់អាវហើយដើរចេញទៅគាត់ចូលវិញអូខេមិនបាច់ថ្លឹងទេតែគាត់អត់ទៅហ្មងគាត់នឹងអង្គុយធ្វើដឹងហើយដល់ពេលជិតដល់ម៉ោងយើងឲ្យគាត់ទៅគាត់អត់ទៅហើយដល់ពេលកាមេរ៉ាចាប់ដើមទៅថតទុនបដ ாய் ដើរគ្រាផងអីផងដល់ក្រៅដើរប្រុយចុងក្រោយគាត់សឿនដែរគាត់ថាគាត់ជីទៅវិញបាទគាត់ចុងក្រោយគាត់សឿនដែរគាត់ថាគាត់ទុកចិត្តជីយន្តហោះទៅវិញទេសេងថងប្រកួតក្រោយដូចជានៅខ្មែរសិនហើយដូចជាបងធំនេះគាត់ប្រាប់ថានឹងទៅប្រកួតក្រៅប្រទេសហ្នឹងតាន់ដឹងថាបានទៅពេលណាឬក៏មិនអីមិនតាន់ដឹងទេយើងក៏បងគាត់ចេះតែចង់ឲ្យយើងទៅមុខខ្ពស់មាត់ប៉ុន្តែសំខាន់ការកីឡាករខ្លួនឯងខំប្រឹងបានដល់កម្រិតណាខ្ញុំលែងដាក់ក្តីរំពឹងហើយខ្ញុំលែងដាក់អូឲ្យត្រូវទៅលើកវាខំប្រឹងឲ្យវាឡើងខ្ពស់អត់ទេនិយាយទៅគឺអត់មានថាជំរុញអីប៉ុន្មានទេអត់មានទេឲ្យគាត់ខំប៉ុណ្ណាផលិតផលឲ្យបានប៉ុណ្ណឹងបាទហើយខំប៉ុណ្ណាផលិតផលឲ្យបានប៉ុណ្ណឹងគ្រូគាត់ជាអ្នកផ្ដល់នៅកម្លាំងចិត្តពីក្រោយអ្នកវឹកពើនៅក្លឹបប៉ុន្តែបើហាត់ពេញហើយស៊ុបមួយអាទិត្យ2ដងហើយស៊ុបមួយអាទិត្យម្ដងហើយស៊ុបមន់ខ្ញីហើយចុងក្រោយវាយកទៅប្រើខុសលក្ខខណ្ឌតកចុងក្រោយវាទៅរោសង្សារវាណាឆ្កុយយើងទៅខំប្រឹងថ្ងៃមុនសេងខំគាត់និយាយច្បាស់គឺមានថាគាត់តាំងចិត្តគាត់ធ្លាប់គាត់សារភាពថាកាលមុនគាត់មុននឹងប្រកួតគាត់ដើរលេងដើរអីបាទតាំងយកគាត់ដែរចុងក្រោយមួយរយៈនេះឃើញគាត់មួយរយៈតាំងពីគាត់ត្រឡប់មកវិញនេះតាំងពីដូចជាប្រហែលប្រកួតជាង10ប្រកួតទេនេះបាទគាត់ល្អមែនឈ្នះទាំងអស់បាទមិនថាគាត់ឈ្នះបានគាត់ល្អឯណាគាត់មកមានចាញ់មកប្រកួតដែរប៉ុន្តែយើងអត់គិតទេយើងគិតតែពីការគោរពវិន័យនៅក្នុងក្លឹបមិនល្អអត់តែប៉ុណ្្នឹងឯងអញ្ចឹងគាត់គោរពវិន័យល្អហើយបាទអញ្ចឹងណាវាយចប់គាត់ត្រឡប់មកក្លឹបថ្លឹងគីឡូហើយគាត់ត្រឡប់មកក្លឹបពីមុនគាត់ថ្លឹងគីឡូហើយបែកមេសាខាគាត់ទៅផ្ទះទៅបាទឥឡូវនេះខ្ញុំអត់ឲ្យទៅទេហើយពេលមួយនោះក៏ឪពុកម្ដាយគាត់សម្រាប់ចិត្តតែកាត់ការគាត់ចោលដែរបាទឪពុកម្ដាយគាត់ណាដោយសារតែគាត់ដើរផ្លូវមិនដើរផ្លូវខុសទេបាទដោយសារពីមុនមកគាត់ដើរផ្លូវខុសគាត់ទៅពាក់លុយទៅពាក់កាក់គេច្រើនបាទពេលសេងថងវាយរបស់ឆៅខ្សែក្បាត់ហើយឪពុកគាត់មកវាយគាត់ដល់ក្លឹបមកវាយដល់ក្លឹបខ្ញុំទាំងតែខ្ញុំអត់នៅគាត់វាយកូនគាត់ប៉ុន្តែកូនគាត់សិស្សរបស់ខ្ញុំគាត់ត្រូវទុកកិច្ចយូរឲ្យខ្ញុំតែគាត់អត់ទេគាត់វាយយកខ្ញុំត្រឡប់មកវិញហើយលុយដែលសេងថងទៅពាក់គេនឹងប្រហែលខ្ញុំចេញជំនួសរាប់ពាន់ច្រើនហើយគាត់ថាចាប់ថ្ងៃទៅអញកាត់ការឡើងចោល
ខ្ញុំថាអូខេអត់អីទេបងបើឯងវាយវាក៏បងឯងមិនទុកកិត្តិយសខ្ញុំដែរអញ្ចឹងបើឯងមិនបាច់ចូលក្លឹបខ្ញុំទៀតទេអញ្ចឹងប៉ាម៉ាក់ប៉ារបស់សេងថងបើម៉ាក់សេងថងគាត់អត់ទេគាត់អង្គុយតែបងរបស់សេងថងក៏វាយដែរពីរនាក់ឪពុកកូនវាយឲ្យថងម្នាក់ឯងហើយសេងថងអត់តដៃទេហើយគ្នាទៅវាយរបស់ឆៅឲ្យឡើងទូបាទហ្នឹងរឿងលុយកាក់ឪពុកគាត់វាយគាត់ដោយសារលុយតែខ្ញុំវាយគាត់ដែរខ្ញុំវាយគាត់ដោយសារអត់គ្រប់វិន័យខ្ញុំអត់វាយដោយសារលុយហើយខ្ញុំចេញលុយជំនួសតែម្ដងតែសេងថងខ្ញុំឲ្យគាត់ផ្ដិតមេដៃខ្ចីខ្ញុំតែឥឡូវនេះគាត់បានសងខ្ញុំហើយពីប្រកួតនេះគាត់បានសងខ្ញុំប្រាហើយបាទអញ្ចឹងឪពុកគាត់ក៏លែងអាចចូលក្លឹបបានខាន់បានដែរនេះអាចថាទឹកចិត្តរបស់គ្រូហើយចង់ពលសិស្សគ្រូបានជោគជ័យបាទទទួលបានជោគជ័យតែអ្វីៗក៏គឺនិយាយមួយគាត់អស់ហើយមែនទេបាទនិយាយមួយគាត់អស់ហើយអញ្ចឹងបើគាត់នៅស៊ូបានប៉ុណ្ណាក៏ប៉ុណ្ណឹងទៅស៊ូបានប៉ុណ្ណាក៏យើងប៉ុណ្ណឹងចុះព្រោះអីគាត់ខុសក៏គាត់ខុសហើយដែរអញ្ចឹងណាគាត់ដាក់ឲ្យលេងស៊ីចាយលបែងពីលីអាវ៉ាសែអីក៏ហើយអញ្ចឹងមកដល់ពេលនេះគាត់មានតែខំប្រឹងនឹងឯងអញ្ចឹងខ្ញុំសូមផ្ដាំទៅសេងថងថាឱកាសនេះគឺជាឱកាសរបស់សេងថងហើយអញ្ចឹងខំប្រឹងទៅស្ថានីយ៍កម្មវិធីគាត់ជួយយើងគាត់ជួយអ្នកដែលខំប្រឹងបើយើងមិនខំប្រឹងគ្មានអ្នកណាគេជួយយើងទេអញ្ចឹងណានិយាយទៅគាត់វាយយូរហើយអត់ល្បីមកល្បីប្រហែលប្រកួតចុងបាទទុះខ្លាំងណាស់បាទអាហ្នឹងហើយដោយសារតែគាត់ខំគាត់ថ្លឹងគីឡូហើយបឹបគាត់មកដល់ក្លឹបហើយមានស៊ីអីអត់មានអីគាត់មកដល់ក្លឹបហើយគាត់មកដល់បាយកកបាយក្តាំងមួយទឹកអីហើយតែតកឲ្យហើយគាត់គេងសម្រាប់យកកម្លាំងទៅណាដាក់កាសូមកយកកម្លាំងទៅបាទពេលពីមុនអត់ទេថ្លឹងគីឡូហើយបឹបគាត់ទៅផ្ទះហើយម្ដាយគាត់ធ្វើមហូបអីឲ្យហូបចឹងទៅបាត់ចឹងទៅដល់ជប់អីបានមកដល់ហ្នឹងអញ្ចឹងវាចេញពីនេះទៅដល់ផ្ទះយើងថាវាទៅផ្ទះតែវាដឹងទៅណាហើយវាចេញពីផ្ទះមកក្លឹបមិនដឹងម្ដាយវាថាអូមកក្លឹបអីមិនដឹងដល់ណាបាទអញ្ចឹងឥឡូវនេះគឺខ្ញុំអត់ទេគឺចេញពីក្លឹបមកដល់ក្លឹបចេញពីក្លឹបទៅដល់កន្លែងថ្លឹងចេញពីកន្លែងថ្លឹងមកដល់ក្លឹបបាទវាយហើយគឺមកដល់ហ្នឹងវិញបាទនឹងដូចគ្រូអមចេះឥឡូវមានទីតាំងល្អហើយការខិតខំប្រឹងបាទកាត់ខ្លួនឯងទេខំប្រឹងខ្លួនឯងបាទយើងចាំមើលបន្តទៅថាគាត់នឹងទៅយ៉ាងណានឹងទៅជាយ៉ាងណាហ្នឹងយើងមានតែចាំមើលព្រោះអ្វីដែលយើងនិយាយអ្វីដែលយើងគួរនិយាយយើងនិយាយឲ្យអស់ហើយអ្វីដែលយើងគួរធ្វើយើងធ្វើឲ្យអស់ហើយបាទគ្មានទេគ្មានទេគ្រូក្នុងស្រុកខ្មែរអត់មានទេបាទអត់មានហ្មងបាទអត់មានហ្មងខ្ញុំលះបង់អស់ហើយខ្ញុំលះបង់គ្រប់យ៉ាងហើយបាទតែក៏សោកស្ដាយឪពុករបស់គាត់តែគាត់ធ្វើអញ្ចឹងបាទយ៉ាងណាក៏ឥឡូវនេះវាចប់ហើយដែរគឺការរាប់អានរបស់គាត់ហើយខ្ញុំក៏ចប់តាមនឹងដែរក៏គាត់មិនអាចចូលក្លឹបខ្ញុំបានដែរមិនថាថ្ងៃនេះឬក៏ថ្ងៃណាទេគឺគាត់អាចចូលក្លឹបខ្ញុំទេបាទបាទអរគុណច្រើនអរគុណ